ដាតជាអាចកន្លងបានសុខទុក្ខផងក៏ព្រោះអណ្ដាតទម្លាប់ដែលយើងធ្វើប្រចាំថ្ងៃវាជាអតិពលទៅលើជោគវាសនារបស់យើងខ្សែគប់បុគ្គលជាបណ្ឌិតយើងពេលខ្លះក៏អាចខ្លាយទៅជាបណ្ឌិតដែរប៉ុន្តែបើសិនជាខ្សែគប់ប៉ះចំបុគ្គលពៀយើងក៏អាចនឹងខ្លាយទៅជាបុគ្គលពៀដែរភពនៃទំនុកចិត្តដែលនឹងបង្ហាញជូនទៅកាន់អ្នកគ្នាដែរគឺនិយាយអំពីប្រភពបានន័យថាជាដើមកំណើតដែលជំរុញឲ្យមនុស្សម្នាក់ហ៊ានធ្វើនៅសកម្មភាពណាមួយដូចជាទំនុកចិត្តនេះជាដើមមនុស្សដែលមានទំនុកចិត្តខ្លាំងគាត់ប្រកាសជាមានកត្តាជំរុញពីខាងក្រៅគាត់ដែលអាចឲ្យគាត់មានធម៌ពលមានការជឿជាក់លើខ្លួនឯងនៅក្នុងការធ្វើកិច្ចការងារឬក៏ធ្វើសកម្មភាពណាមួយអញ្ចឹងយើងមកមើលទាំងអស់គ្នាតើប្រភពនៃទំនុកចិត្តដែលអាចឲ្យមនុស្សម្នាក់មានភាពរឹងមាំទៅលើផ្លូវចិត្តបាននោះមានអ្វីខ្លះចំណុចទី1គឺវិន័យកាលណាតែបុគ្គលមានវិន័យលើខ្លួនឯងវាក៏ជាកត្តាមួយជំរុញឲ្យបុគ្គលនោះមាននៅទំនុកចិត្តលើខ្លួនឯងដូចគ្នាខ្មែរយើងមានពាក្យមួយថាចំណេះវិជ្ជានាំមកនៅវិន័យចំណែកវិន័យគឺនាំមកនៅភាពថ្លៃថ្នូរយើងត្រូវទទួលស្គាល់ថាវិន័យមិនមែនងាយស្រួលនៅក្នុងការសាងឡើងទេប៉ុន្តែបើសិនជាយើងអាចសាងខ្លួនយើងទៅជាមនុស្សម្នាក់ដែលមានវិន័យយើងប្រកាសជាខ្លាចទៅជាមនុស្សដែលមានភាពរឹងមាំដូចគ្នាវិន័យជាតួយ៉ាងដូចជានៅក្នុងការងារយើងជាបុគ្គលម្នាក់ដែលគោរពម៉ោងពេលវេលាបានល្អដូចជាពាក់ព័ន្ធទៅនឹងការងារវិញម្ដងយើងជាមនុស្សដែលមានការតស៊ូមានការមិនបោះបង់មានការបដិញ្ញាចិត្តខ្ពស់នេះក៏សបញ្ជាក់ថាយើងមានវិន័យលើខ្លួនឯងដែរប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងជាមនុស្សម្នាក់ដែលធ្វើអ្វីមួយមិនមានភាពប្រកបវិជ្ជាមិនមានភាពច្បាស់លាស់យើងខ្លួនឯងក៏អត់សូវជឿជាក់មកលើខ្លួនឯងដែរចំណុចទី2គឺពាក់ព័ន្ធទៅនឹងទម្លាប់វិញម្ដងយើងត្រូវចាំថាទម្លាប់ដែលយើងធ្វើប្រចាំថ្ងៃវាជាអតិពលទៅលើជោគវាសនារបស់យើងអនាគតរបស់យើងគឺពឹងផ្អែកទៅលើអ្វីដែលយើងកំពុងតែធ្វើប្រចាំថ្ងៃទោះបីជាសកម្មភាពនោះតិចតួចក៏ដោយក៏វាអាចជះអតិពលដែរអញ្ចឹងយើងត្រូវរៀននៅក្នុងការកសាងទម្លាប់វិជ្ជមានដូចជាទម្លាប់នៅក្នុងការធ្វើអ្វីមួយដែលសាងប្រយោជន៍មកដល់ខ្លួនយើងជៀសវាងប្រព្រឹត្តនៅទម្លាប់ណាមួយដែលវាផ្ដល់ផលអវិជ្ជមានមកដល់យើងដូចជាទម្លាប់នៅក្នុងការចំណាយពេលវេលាច្រើនទៅលើការតាមដានរឿងអ្នកដទៃចំណាយពេលច្រើនទៅលើការតាមដាន social media ជាដើមឬក៏ចំណាយពេលវេលាច្រើនទៅធ្វើរឿងដែលมันពាក់ព័ន្ធទៅនឹងគោលដៅនៃជីវិតរបស់យើងនោះគឺជាការខ្ជិះខ្ជាយពេលវេលាប៉ុន្តែបើយើងសាងនៅទម្លាប់មួយដូចជាទម្លាប់នៅក្នុងការអានសៀវភៅទម្លាប់នៅក្នុងការប្រស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនទម្លាប់នៅក្នុងការចូលចិត្តរៀននៅអ្វីដែលថ្មីនោះវាជាចំណែកមួយនៅក្នុងការអភិវឌ្ឍសមត្ថភាពរបស់យើងដែរហើយចំណុចទី3គឺពាក់ព័ន្ធទៅនឹងការខ្សែគប់វាជារឿងមួយដែលសំខាន់នៅក្នុងដំណើរជីវិតរបស់យើងត្រូវដឹងថានៅក្នុងសង្គមយើងមិនមែនរស់នៅតែឯងទេគឺយើងរស់នៅជាមួយនឹងមនុស្សម្នានៅជុំវិញខ្លួនយើងទន្ទឹមគ្នានឹងនោះដែរគឺយើងត្រូវដឹងថាការខ្សែគប់វាជាកត្តាមួយដែលសំខាន់នៅក្នុងការជះឥទ្ធិពលទៅលើដំណើរជីវិតរបស់យើងបើយើងខ្សែគប់ត្រូវអាចធ្វើឲ្យយើងក្លាយទៅជាមនុស្សល្អដែរប៉ុន្តែផ្ទុយទៅវិញបើយើងខ្សែគប់មិនត្រូវទេយើងប្រកាសជាក្លាយទៅជាមនុស្សម្នាក់ដែលនៅក្នុងសង្គមគេមិនរាប់រកជាដើមយើងត្រូវដឹងថាបើសិនជាខ្សែគប់បុគ្គលជាបណ្ឌិតយើងពេលខ្លះក៏អាចក្លាយទៅជាបណ្ឌិតដែរប៉ុន្តែបើសិនជាខ្សែគប់ប៉ះចំបុគ្គលពៀយើងក៏អាចនឹងក្លាយទៅជាបុគ្គលពៀដែរនេះគឺជាឥទ្ធិពលនៃការខ្សែគប់បើយើងរាប់អានជាមួយនឹងមិត្តភ័ក្តិដែលគាត់ចេះជួយទុក្ខធុរៈយើងមិត្តភ័ក្តិដែលចេះជួយដោះស្រាយបញ្ហាយើងចេះជួយគ្រប់គ្រងយើងនោះហើយគឺជាការខ្សែគប់មួយដ៏ល្អបើណែខ្សែគប់ទៅលើនរណាម្នាក់ដែលផ្ដល់ឲ្យយើងមានភាពរីកចម្រើនចំណុចទី4គឺសុជីវធម៌ចឹងសុជីវធម៌បានន័យថាគឺជាការរស់នៅដោយល្អដោយត្រឹមត្រូវដែលសំដៅទៅលើអាកប្បកិរិយារបស់យើងក៏ដូចជាពាក្យសម្ដីរបស់យើងជាមនុស្សម្នាក់ដែលចេះគួរសមចេះរំទុំចេះគោរពឱនលំទោនការនិយាយសម្ដីក៏ពីរោះពិសាមិននិយាយរយរាយឥតប្រយោជន៍ឬក៏មិននិយាយចាក់រុកឬក៏ទម្លាក់កំហុសទៅកាន់អ្នកដទៃជាដើមនេះក៏ជាសញ្ញាមួយបង្ហាញថាយើងជាមនុស្សល្អដែរសុជីវធម៌គឺជាមន្តស្នេហ៍មួយដែលអាចទាញការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួនប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងអត់មានសុជីវធម៌នៅក្នុងខ្លួនទេមនុស្សជុំវិញខ្លួនក៏គេមិនស្រឡាញ់រាប់អានដែរចំណុចទី5គឺអាកប្បកិរិយាគឺសំដៅទៅលើការប្រព្រឹត្តរបស់យើងប្រចាំថ្ងៃនេះឯងតើការប្រព្រឹត្តរបស់យើងស្ថិតនៅក្នុងកម្រិតមួយដែលអ្នកជុំវិញខ្លួនគេអាចទទួលយកបានដែរអត់បើសិនយើងជាមនុស្សដែលមានអាកប្បកិរិយាដែលច្រឡោមខាងចង្អេងចង្ងាងឬក៏មិនចេះគោរពឱនលំទោនជាដើមអាហ្នឹងក៏ជាការបញ្ជាក់ថាយើងជាមនុស្សដែលមិនមានការទទួលបានការអប់រំខ្ពស់ជាដើមហើយសូម្បីតែនៅក្នុងកន្លែងការងារក៏ដោយបុគ្គលិកដែលមានអាកប្បកិរិយាការងារមិនល្អក៏មិនទទួលបាននៅការផ្ដល់តម្លៃពីថ្នាក់ដឹកនាំដែរហើយយូរទៅក៏ការងារក៏អាចនឹងចេះតែអន់ថយទៅដែរក៏មានដែរទី6គឺការនិយាយស្ដីគឺជារឿងមួយដែលសំខាន់នៅក្នុងការប្រស្រ័យទាក់ទងប្រចាំថ្ងៃដែលខ្មែរយើងតែងតែលើកពាក្យមួយថាអណ្ដាតជាអាចកន្លងបានសុខទុក្ខផង
ក៏ព្រោះអណ្ដាតមួយទៀតគេប្រើពាក្យថាសម្ដីជាឯកលេខជាតោអក្សរជាត្រីបានន័យថាពាក្យសម្ដីវាជាចំណុចមួយដែលអាចសាងប្រយោជន៍ក៏ដូចជាចំណុចមួយដែលអាចធ្វើឲ្យខាតប្រយោជន៍ផងដែរអញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែងនៅក្នុងការប្រើពាក្យសម្ដីប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនក៏ដូចជាមិត្តរួមការងារក៏ដូចជាជាមួយនឹងថ្នាក់ដឹកនាំដែរដូចជាមានពាក្យមួយគេនិយាយថានិយាយល្អគេអាណិតនិយាយការពិតគេស្រឡាញ់និយាយផ្ចាលផ្ចាញ់គេចងគំនុំនិយាយគួរសមគេគោរពនិយាយឡប់គេមើលងាយនិយាយរស់រាយគេរាប់អាននិយាយក្លាហានគេពឹងពាក់និយាយលួចលាក់គេសង្ស័យនិយាយអត់ន័យគឺគេឈប់ក្បែរអញ្ចឹងនេះពាក់ព័ន្ធទៅនឹងតម្លៃនៃការនិយាយគឺបែបនេះឯងបើសិនជាយើងនិយាយល្អជាអាចទទួលបានការឆ្លាញ់រាប់អានពីមនុស្សជុំវិញខ្លួនបើសិនជានិយាយទៅមិនល្អអាចប៉ះពាល់អារម្មណ៍អ្នកដទៃអ្វីដែលយើងទទួលបានគឺមានតែការខឹងសម្បារឬក៏ការមិនរាប់រកជាដើម